បរោះនោះបានចុះសំណាញ់ហើយចាប់បានសត្វអណ្ដើកយក្សអាយុ10000ឆ្នាំប៉ុន្តែមុនពេលគាត់សប្បាយចិត្តរយៈពេល3វិនាទីប៉ុន្តែអណ្ដើកយក្សបានបំបែកសំណាញ់នេសាទបន្ទាប់មកគាត់ខំជើងរបស់គាត់ហើយអូសគាត់ចូលទៅក្នុងទឹកទន្លេរួមជាមួយអណ្ដើកគាត់ត្រូវបានខំមួយផ្លែតបរោះនោះមិនបានស្វែងរកប្រាក់ទេប៉ុន្តែបានប្រថុយជីវិតរបស់គាត់ហើយអ្វីដែលចម្លែកជាងនេះទៅទៀតនោះគឺការរំលូតកូនដោយគ្មានការយកចិត្តទុកដាក់របស់កុមារប្រពន្ធទៅឈួតម្ដងហើយម្ដងទៀតដូច្នេះផ្នែកទន្លេនេះបានក្លាយជាតំបន់ហាមឃាត់សម្រាប់ចាប់សត្វអណ្ដើកទោះយ៉ាងណាក៏ដោយតែងតែមានមនុស្សមួយចំនួនដែលឆ្លុះវង្វេងនឹងលុយថ្ងៃមួយបរិសម្នាក់ទៀតបានត្រឡប់មកពីនេសាទវិញដរាបណាមនុស្សឈួតបានឃើញគាត់បាននិយាយថាគាត់នឹងត្រូវទទួលទណ្ឌកម្មប៉ុន្តែបរិសនោះមិនធ្វើអ្វីទាំងអស់អ្នកភូមិបានសួរយ៉ាងចំនៅពេលពួកគេបានឃើញរឿងនេះអ្នកមិនបានទៅទន្លេដើម្បីចាប់អណ្ដើកទេមែនទេអត់ទេវាជាត្រីតូចទាំងអស់បរិសនោះទូចថាគាត់មិនបានចាប់វាទេបន្ទាប់មកគាត់បានទៅផ្ទះដោយទឹកមុខបំរុងទុកប៉ុន្តែនៅពេលកូនប្រុសខ្ញុំទៅមើលការប្រមូលផលនេសាទប៉ុន្តែអណ្ដើកមួយដែលមានមុខធំបានចេញពីបាតធំតាអ្នកនេសាទអណ្ដើកឡើងម្ដងទៀតយ៉ាងដូចម្ដេចភូមិដែលមានអាយុយឺនយូររបស់យើងត្រូវបានឧទ្ទិសដល់អណ្ដើកនិងព្រះចាប់អណ្ដើកហើយដោះលែងវាឲ្យលឿនស្ត្រីចំណាស់បានរំលឹកយ៉ាងប្រញាប់និយាយពីការសងសឹករបស់លីអេននីនៅដើមផែនការបញ្ចុះបញ្ចូលប្តីខ្ញុំឲ្យអណ្ដើកទៅយ៉ាងលឿនប៉ុន្តែបុរសនោះរឹងចេះជឿថាលីអេននីមិនមានអ្វីដែលត្រូវធ្វើជាមួយការចាប់អណ្ដើកជាក់ស្ដែងគុណភាពទឹកមិនល្អហើយវាលងទឹកស្លាប់ក្រៅពីនេះឃើញថាកូនប្រុសខ្ញុំនឹងរៀបការជាមួយកូនប្រសារស្រីតើពេលណាខ្ញុំអាចសន្សំថ្លៃបណ្ណាការបានគ្រប់គ្រាន់ដោយនេសាទតែម្នាក់ឯងបន្ទាប់ពីនិយាយដូច្នេះគាត់បានកាត់អណ្ដើកដោយកាំបិតមួយព្រះម្ចាស់លីនគីអ្នកមានកំហុសតើបាបអ្វីអ្នកកំពុងខ្លាចជាអ្នកមានច្របាច់អ្នកមិនត្រឹមតែអាចញ៉ាំសាច់ប៉ុណ្ណោះទេហើយចានអណ្ដើកក៏អាចត្រូវបានលក់សម្រាប់ប្រាក់ផងដែរជាពិសេសហាងថ្នាំអណ្ដើកដែលមានអាយុកាលវែងរបស់ពួកគេអាចផ្ដល់ជូននូវតម្លៃកាន់តែប្រសើរដូច្នេះឪពុកនិងកូនបានយកវាទៅទីក្រុងភ្លាមដើម្បីលក់ទោះបីជាថៅកែពេញចិត្តនឹងក្តារអណ្ដើកនេះក៏ដោយប៉ុន្តែបន្ទាប់ពីទាំងអស់វាគឺជាអណ្ដើកធម្មតាហើយមិនអាចលក់បានក្នុងតម្លៃ$200ទេដូច្នេះគាត់បានបញ្ចុះបញ្ចូលបុរសនោះឲ្យត្រឡប់មកវិញហើយចាប់អណ្ដើកសុងស៊ីវ័យដែលមានអាយុកាល10000ឆ្នាំរឿងនេះមិនអាចរើចេញបានទេគាត់ធំណាស់អំណាចខំអស្ចារ្យខ្លាំងជាងគោ5ក្បាលគ្មាននរណាម្នាក់ដែលគាត់បានអូសចូលទៅក្នុងទឹកនឹងរស់បានទេថៅកែគ្រាន់តែសរសើរគាត់ចំពោះគុណភាពទឹកល្អរបស់គាត់ត្រូវតែមានវិធីដើម្បីចាប់សត្វអណ្ដើកយក្សដែលមានអាយុកាល10,000 ឆ្នាំនេះហើយបង្ហាញខ្លួនជាលើកដំបូង5,000 ចានអណ្ដើកកែច្នៃដែលមានតម្លៃខ្ពស់នៅមហាសមុទ្រនៅពេលនោះហេតុអ្វីបារម្ភពីការគ្មានលុយរៀបការនឹងមានកូនសម្រាប់កូនប្រុសរបស់អ្នកហើយបានសន្យាថាចាប់ពីពេលនេះទៅសូម្បីតែអណ្ដើកធម្មតាក៏នឹងផ្ដល់តម្លៃទីផ្សារដល់ទៅ3ដងដែរការលបួងដ៏អស្ចារ្យបរោះកាន់តែស្ដាប់កាន់តែច្រើនគាត់កាន់តែលបួងក្មេងប្រុសមានការព្រួយបារម្ភអំពីសុវត្ថិភាពហើយប្រុសញាប់បញ្ចុះបញ្ចូលថាគាត់មិនអាចយល់ព្រមបានទេប៉ុន្តែបរោះនោះនៅតែទទួលប្រាក់កក់របស់ថៅកែពេលខ្ញុំមកដល់ផ្ទះក្មេងប្រុសបានបញ្ចុះបញ្ចូលខ្ញុំគ្រប់វិធីប៉ុន្តែនៅពេលដែលបរោះគិតពីកូនប្រុសរបស់គាត់នឹកក្មេងស្រីខិចៗនៅក្នុងភូមិដើមឡើយអ្នកទាំងពីរមានស្នេហាប៉ុន្តែដោយសារតែគ្រួសារក្រីក្ររបស់គាត់ឪពុករបស់ខីមិនយល់ស្របទេសូម្បីតែសត្វចកចង់ញ៉ាំសាច់ស្វានៅពេលពួកគេសើចនឹងក្មេងប្រុសអ្នកមិនមើលហើយមើលខ្លួនឯងតើអ្នកកំណត់រចនាសម្ព័ន្ធកូនស្រីរបស់ខ្ញុំយ៉ាងដូចម្ដេចខ្ញុំនឹងប្រាប់អ្នកពីអ្វីប្រសិនបើអ្នកចង់រៀបការជាមួយកូនស្រីខ្ញុំអ្នកនឹងទទួលបានតម្លៃកូនក្រមុំ1000យន់បើមិនដូច្នោះទេខ្វិនមុខបន្ទាប់ពីនិយាយបែបនេះគាត់ចង់ឲ្យកូនស្រីរបស់គាត់ទៅផ្ទះដោយពីការភ្នែកដោយដឹងថាភីគីម្ខាងទៀតជាអ្នកមាននឹងបរិសុទ្ធចំណាស់ឪពុកមិនអើពើនឹងសុភមង្គលពេញមួយជីវិតរបស់កូនស្រីគាត់ហើយគ្រោងតែ20ឬ30ឆ្នាំប៉ុណ្ណោះនៅពេលបរិសុទ្ធចំណាស់ស្លាប់ប្រាក់ដែលនៅសល់នឹងជារបស់ស្ត្រីទាំងពីររបស់គាត់មុនពេលចាក់ចេញគាត់បានសើចចំអកឲ្យក្មេងប្រុសនោះម្ដងទៀតគ្រួសាររបស់គាត់នឹងដោះស្រាយតែត្រីដែលមានក្លិនស្អុយនិងបង្គាលួយប៉ុណ្ណោះគិតពីរឿងនេះឃើញថាកូនប្រសារខ្ញុំចិត្តរៀបការជាមួយមនុស្សម្នាក់ទៀតបរិសុទ្ធនោះប្រាជ្ញាជួយសង្គ្រោះអណ្ដើក10000ឆ្នាំជាមួយទាំងនេះអ្នកអាចដើរមនុស្សនៅមាត់ទ្វារដោយស្ទៀលផ្ទះរបស់យើងក៏អាចត្រូវបានជួសជុលផងដែរគ្រួសារលីនរបស់យើងនឹងមិនមានថ្ងៃល្អទេចាប់ពីពេលនេះទៅដើម្បីចាប់ផ្ដើមគ្រួសារសម្រាប់កូនប្រុសរបស់ខ្ញុំបរិសុទ្ធមិនអាចថែរក្សារឿងនោះបានទៀតទេក្រៅពីនេះការវិលត្រឡប់របស់មនុស្ស10000ឆ្នាំគឺគ្រាន់តែជារូបភាពប៉ុណ្ណោះខ្ញុំមិនដែលឃើញបរិសុទ្ធម្នាក់ដែលមានគម្រោងវិលត្រឡប់ហើយត្រៀមខ្លួនបានល្អក្នុងការប្រយុទ្ធស្ត្រីចំណាស់បានយំនៅពេលនាងឮថានាងនឹងជួយសង្គ្រោះអណ្ដើក10000ឆ្នាំព្រោះខ្លាចមិនវិលត្រឡប់មកវិញប៉ុន្តែទោះជាយ៉ាងនេះក្តីបរិសុទ្ធនោះនៅតែទៅការរៀបចំកំពុងត្រូវបានធ្វើឡើងនៅព្រឹកបន្ទាប់ក្មេងប្រុសមិនអាចឈរនៅទំនេរបានទេដូច្នេះខ្ញុំបានសម្រេចចិត្តទៅឲ្យប្រគល់ដៃពុកខ្ញុំប៉ុន្តែខ្ញុំមិនដែលគិតថាខ្ញុំនឹងជួបសំណាងអាក្រក់ភ្លាមនៅពេលខ្ញុំចេញទៅក្រៅនៅពេលដែលឪពុករបស់គាត់បានឃើញគាត់នឹងនេសាទម្ដងទៀតពួកគេបានព្រមានគាត់កុំឲ្យចាប់អណ្ដើកបើមិនដូច្នោះទេវានឹងសម្លាប់កូនប្រុសសូម្បីតែព្រះច័ន្ទក៏និយាយអំពីអ្វីដែលអ្នកធ្វើដែរខ្ញុំគឺតាន់យូដែលបានញុះញង់ហុងព្រះឲ្យដាក់បណ្ដាសាម៉ូតៃហើយលាក់ខ្លួននៅពីក្រោយលុយស្ត្រីឈួតតើអ្នកកំពុងធ្វើអ្វីដើម្បីបំភ័យកូនប្រុសរបស់ខ្ញុំអ្នកមិនអាចរត់គេចបានតតែសោះហាបរិសុទ្ធនោះមិនខឹងទេពេលឃើញរឿងនេះប៉ុន្តែអ្នកមិនអាចចុះសម្រុងនឹងមនុស្សឈួតបានទេប៉ុន្តែសូមបន្តនិយាយម្ដងទៀតនៅខ្យល់នេះក្មេងប្រុសដែលឮវាមានអារម្មណ៍ខឹងបន្ទាប់មកបានមកដល់ស្ថានភាពភូមិឆាងស៊ូបរិសុទ្ធនោះបានស្គាល់ស្នាមជើងរបស់អណ្ដើក10000ឆ្នាំនេះមួយផ្លែតវាត្រូវតែកាច់សាហាវក្នុងការស្រមៃមើលរាងកាយដ៏ធំមួយគាត់ក៏មានគម្រោងបញ្ចប់ការបោះឆ្នោតចុងក្រោយនេះហើយមិនដែលធ្វើអាជីវកម្មអណ្ដើកនេះទៀតទេបន្លាចទន្លេ
គាត់មានកូនប្រុសរបស់គាត់រងចាំនៅរយៈគាត់បានយកសម្ដេចហើយធ្លាក់ចូលក្នុងទឹកជ្រៅប្រកាសណាស់ខ្ញុំបានឃើញអណ្ដើក 10000 ឆ្នាំបន្ទាប់ពីមួយរយៈគាត់បានដើរយ៉ាងក្លាហានឆ្ពោះទៅរកសត្វអណ្ដើក 10000 ឆ្នាំដូច្នេះនៅចិត្តដៃប៉ុន្តែភ្លាមនោះសេះទឹកដែលមានធុងទឹកក្រាស់បានហែលទឹកប្រឈមមុខនឹងមាត់បង្ហូរឈាមគាត់ប្រញាប់ប្រើសម្ដេចដើម្បីចាប់សំណាងល្អគាត់មានប្រតិកម្មរហ័សហើយមិនខំប៉ុន្តែដោយមិននឹកស្មានដល់ឈ្យួយម៉េងត្រូវបានជំរុញតាមកូនប្រុសរបស់គាត់ក្មេងប្រុសគ្រាន់តែក្រឡេកមើលឪពុករបស់គាត់នៅក្នុងទឹកជ្រៅមិនដឹងថាសេះទឹកបានមករកគាត់ប្រញាប់បរោះនោះត្រូវងាកមករកកូនប្រុសដើមវិញគាត់មិនបានដឹងទេថាសត្វអណ្ដើកយក្សក៏បានដេញតាមគាត់ដោយមាត់បង្ហូរឈាមរបស់វាឈ្យួយម៉េងបានយកខាំរឹងនៅជើងក្មេងប្រុសហើយវាត្រូវបានជាប់នៅក្នុងជើងហើយនឹងមិនអនុញ្ញាតឲ្យទៅព្យាយាមលេបមនុស្សទាំងមូលសំណាងល្អបរោះនោះបានត្រឡប់មកវិញទាន់ពេលអ្នកទាំងពីរបានរួមកម្លាំងគ្នាដើម្បីដេញអាណាកូនចេញនៅពេលកូនប្រុសរបស់ខ្ញុំរងរបួស